ថាបានអ្នកបានចូលសាលារៀនហើយអ្នករកសិក្សាខំសិក្សារៀនសូត្រទៀតគឺបានចំណេះដឹងពិតប្រាកដថាបញ្ញោសិក្សានឹងធ្វើឲ្យអ្នកខ្លាចជាអ្នកចេះដឹងមិនអីកូនតោះល្មមចូលគេហីរៀនប៉ុណ្ណឹងបានហើយពួកអីស្អែកត្រូវខកទៅសាលាពីព្រលឹមផងណាម៉ាក់ខ្ញុំនឹងនិយាយថាប៉ាគេមកផ្ទះវិញហើយម៉ែទេម៉ាក់ចាកូនចាប៉ាគាត់ទៅណាយំលែកូនភៀបមិនដែលឃើញប៉ាសោះប៉ាកូនណែប៉ាយ៉ាងម៉េចម៉ាក់ប៉ាកូនណ៎ប៉ាកូនប៉ាយ៉ាងម៉េចម៉ាក់ពេលកូនតើអាយុ3ឆ្នាំណាប៉ាកូនទៅចោលគ្នាមកអូទៅមកណាដាក់មួយចឹងឯងខំប្រចាំមើលឲ្យហើយទៅសើបញ្ជូលកៅមួយគ្នានិយាយយើងកម្មវិធីចប់ហ្នឹងណាបាទមានកម្មវិធីការមួយទៀតទៅជួយគេផងចាំពេលកាត់សក់ទៅចុងភូមិហ្នឹងណាហើយមិនលើសុកឡើងទេបងដាក់មួយដាច់មកអូនេះលើកទៅសាំទៅសិនអានេះបុកមកស្រីប្រពន្ធមកសងស្រីច្រើនជាងប្រពន្ធអូប្រពន្ធគ្នាតានេះចេះថាមកម៉ែប្រពន្ធហ៎ចឹងមកទៅដល់ហើយអញ្ចឹងបានអីចឹងញ៉ាំទៅណាមិនរឿងអីហ៎ណែគួយសិនមកកូននេះឈឺនៅផ្ទះហ៎ដៅខ្លួនខ្លាំងណាប្រពន្ធគ្នាប្រាប់ថាឲ្យជូនកូនទៅពេទ្យបាច់មកកើចាំទៅជើគ្នាក៏ទៅដែរព្រោះគ្នាមកវាសុផលអត់តែជីផងនេះឥឡូវដាច់មកកៅសិនមកដាច់ហ្មងបាទអូខេដាច់ហើយមកគុណណាគ្នាទៅណាបាទ4ចាំថ្ងៃក្រោយមានកម្មវិធីចាំជួបជុំគ្នាម្ដងទៀតទេហ្នឹងហើយមើលពាក់មុខសុវត្ថិភាពផងលឺអត់បាំងតោស្រួលបួលកុំលឿនពេកអាចតន់ស្វឹងណាផលហើយប៉ុណ្ណឹងនេះស្វឹងទេស្វឹងប៉ុណ្ណឹងតោះផលទៅថ្ងៃជួបគ្នារោងការទៅណាបាយគេជួបគ្នាការជុំទៅជួយមើលក្មេងសិនអើយក្មេងស្រស់ស្រូវទៅដាក់ពីផាយនោះហើយអូនម៉ូតូបុកពូម៉ូតូម៉ាយគេម៉ូតូម៉ាអាសង់010ពណ៌កាត់ស្តាំងអូនឯងមានចាំឆ្លាតលេខម៉ូតូហ៎អត់ផងណែជីស្លៀកពាក់ខោគេពាក់អាវពណ៌សហើយម្នាក់ទៀតពាក់អាវពណ៌ក្រហមបកង់ពណ៌ខ្មៅ27ទទួល27ជួយខនម៉ូតូអាសង់010ពណ៌កាត់ស្តាំងជីគ្នាមកនេះបងជីគ្នា2នាក់ម្នាក់ពាក់អាវយឺតសហើយម្នាក់ទៀតពាក់អាវក្រហមបកង់ពណ៌ខ្មៅទូបានបងមុខញ៉ាគេបងមុខសញ្ញាបុកក្មេងរត់ទូបានបងទូបានទៅដើរឈ្មោះតលិចហើយចុះក្រោយមកដែលទៀតទៅម៉ាក់បានជាប៉ាអត់មកផ្ទះក្រោយមកប៉ាកូនក៏ត្រូវបញ្ជូនខ្លួនទៅតុលាការហើយបានទទួលទោសជាប់ពន្ធនាគារ2ឆ្នាំចាប់ពីពេលនោះរហូតដល់ឥឡូវវាជិត2ឆ្នាំហើយកូនអញ្ចឹងកូនចិត្តបានជួបប៉ាកូនហើយណាចាខ្ញុំចិត្តបានជួបប៉ាត្រូវហើយកូនតោះ
ញ៉ាំចូលគេញ៉ាំ ចាម៉ាក់ ទៅបងតា ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា543បទរត់គេចខ្លួនអំពើប្រព្រឹត្តដោយអ្នកបើកបរយានជំនិះផ្លូវគោកឬផ្លូវទឹកដែលបានដឹងច្បាស់ថាខ្លួនទើបតែបង្កឲ្យមានគ្រោះថ្នាក់ឬការខូចខាតហើយមិនព្រមឈប់ដើម្បីគេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌឬរដ្ឋបវេនីត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅ4លានរៀលផលិតដោយអគ្គនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍវិស័យយុត្តិធម៌នៃក្រសួងយុត្តិធម៌សម្របសម្រួលដោយលោកកេតស៊ីណែតប្រធាននាយកដ្ឋានស្រាវជ្រាវនិងបណ្ដុះបណ្ដាល